បាទសួស្តីអ៊ំពូមីងមួយទាំងអស់គ្នាជាទីរាប់អានបាទហើយថ្ងៃនេះខ្ញុំមានរឿងមួយនិយាយប្រាប់មួយអ៊ំពូមីងទាំងអស់គ្នាកាលពីម្សិលមិញមានជនជាតិវៀតណាមមួយហើយនិងខ្មែរជនជាតិវៀតណាមនោះគាត់ឡើងពីអឺសាឡាងមកគាត់តុកគាត់សួរថាមានដុំភ្លើងអាគុយញ៉ត់ទៅពេលហើយក៏ប្រទះនឹងអឺភ្ញៀវម្នាក់ទៀតគាត់អ្នករត់ WhatsApp គាត់សួរថាអង្គុយបរិយដោតWhatsApp ហ្នឹងពេលខ្ញុំថាកតុយបរិយអីគេទៅខ្ញុំអត់ដឹងទេតែពេលវៀតណាមនៅខ្មែរហ្នឹងគាត់ចូលមកដល់មានវៀតណាមថាចង់ទិញដុំអាគុយថាដុំអាគុយអត់មានទេមានតែឆ្នាំងសាអាគុយហើយខ្មែរយើងគាត់ថាកតុយបរិយក៏ខ្ញុំឆ្ងល់ដែរខ្ញុំមិនដឹងថាកតុយបរិយហ្នឹងគាត់ចង់និយាយពីអីទេហើយខ្ញុំគាត់យកខ្ញុំយកអាដុំបញ្ចូលនៅ WhatsApp នេះគាត់ហ្នឹងសម្រាប់បញ្ចូលឡាននិងបញ្ចូល WhatsApp គាត់នឹងបង្ហាញប្រាប់គាត់ថាហ្នឹងឯងគាត់ថាអាហ្នឹងហើយគាត់សួរតម្លៃប៉ុន្មានគាត់ថាអានេះបងរបស់ខ្ញុំតម្លៃរៀងថ្លៃប៉ុន្តែពេលដែលបងបញ្ចូលវាអត់ឆេះទេដោយសារតែវាមានដុំសម្រាប់ទប់បងយកទៅដោតឡានក៏បញ្ចូលល្អដែរដោយសារតែអានេះគឺដុំបញ្ចូលនេះម៉ាក hardware នេះគុណភាពវាល្អមែនតើយើងដោតក្នុងឡានវាអត់ក្តៅវាឆេះទេដោយសារតែភ្ញៀវអតិថិជនគាត់ទិញទៅគាត់សរសើរថាអាដុំម៉ាក hardware ហ្នឹងវាគុណភាពវាខ្ពស់ហើយតម្លៃវារឿងសមរម្យដែរអញ្ចឹងយើងគាត់ថាយកទៅដោតទៅបញ្ចូលលឿនមែនតើហើយអត់ឆេះទៀតគាត់ថាដោតពីមុនប្រើដុំផ្សេងទៅដោតទៅឆេះអញ្ចឹងសម្រាប់អ៊ំពូមីងមួយភ្ញៀវអតិថិជនដែលគាត់ត្រូវការដោតនឹង WhatsApp ដោតនឹងឡានត្រូវការអាចមកទិញនៅហាងយើងខ្ញុំផ្ទាល់បានហើយជាពិសេសអាចសួរតាមឆាតនិង Telegram បានហើយមួយទៀតចូលដល់វៀតណាមគាត់សួរថាមានដុំអាគុយអត់ដុំអាគុយខ្ញុំឆ្ងល់តែគាត់ថានេះឆ្នាំងសាបញ្ចូលអាគុយមានន័យឆ្នាំងសាចាប់អាគុយសម្រាប់បញ្ចូលទូរស័ព្ទហើយជាទូទៅអ្នកនៅសាឡាងហ្នឹងមានទាំងខ្មែរមានទាំងវៀតណាមគាត់ថាប្រើអាម៉ាកផ្សេងគាត់ថាចាប់ទៅដោតទូរស័ព្ទទាំងការឆេះដុំហ្នឹងហ្មងដល់ពេលគាត់ប្រើអាម៉ាក hardware នេះគាត់នាំគ្នាមកទិញមែនតែនហើយដាច់មែនតែនអាឆ្នាំងសាអាគុយនេះអញ្ចឹងសម្រាប់អ៊ំពូមីងមួយដែលគាត់ត្រូវការឆ្នាំងសាអាគុយនេះគឺអាចមកហាងយើងខ្ញុំបានហើយជាពិសេសអាចសាកសួរតាម Telegram និងតាម Facebook បានហើយសូមអរគុណអ៊ំពូមីងមួយទាំងអស់គ្នា